តើអ្វីទៅជាជំងឺហឺតនៅលើកុមារតើហេតុអ្វីបានជាព្យាបាលហើយនៅតែមិនជាដាច់លោកគ្រូតើមូលហេតុមកពីអ្វីកូនខ្ញុំគ្រាន់តែផ្ដាសាយក្អកក៏ធ្វើឲ្យហត់ឡើងវិញហើយពេទ្យប្រាប់ថារលាកតងសួតហើយរលាក3ទៅ4ដងក្នុងមួយឆ្នាំពេទ្យប្រាប់ថាជាជំងឺហឺតដែលភាសាអង់គ្លេសថាអាស្មាចឹងរោគសញ្ញាមានក្អកមានហត់វាដកហើមខ្លាំងឈឺទ្រូងជាដើមហើយបើមិនបានព្យាបាលត្រឹមត្រូវទេនឹងធ្វើឲ្យវិវត្តទៅហត់ខ្លាំងឡើងពិបាកដកហើមខ្លាំងចំពោះមូលហេតុនៃជំងឺហឺតហ្នឹងគឺពិភពលោកមិនទាន់ស្រាវជ្រាវឲ្យបានច្បាស់លាស់ដឹងពីមូលហេតុពិតនៅឡើយហើយក៏មិនទាន់មានវ៉ាក់សាំងការពារជំងឺហឺតដែរប៉ុន្តែគេដឹងថាមូលហេតុបង្កគឺមានដូចជាកត្តាថ្នាំមួយចំនួនខាងលើនេះគេដាក់ថា certain medication ទី2គឺកត្តាបរិស្ថានដូចជាធូលីដីហុយមេរោគដាស់ស្មាយទូចៗហ្នឹងកត្តាតកតងមួយផ្សែងរោងចក្រអីផ្សេងទី3គឺការទទួលរងឥទ្ធិពលនៃការជក់បារីឧទាហរណ៍ថាឪពុកឬក៏ជីតាគាត់ជក់បារីចោះហើយទី4គឺសរសេរថាតកតងជាមួយនឹងសែនដែរ genetic តកតងជាមួយនឹងអាកាសធាតុត្រជាក់ផ្សែងពុលចេញពីរោងចក្រជាដើមកត្តាសត្វដូចជាឆ្មាឆ្កែអីរោមឆ្មារោមឆ្កែហ្នឹងហើយលំអងទលីទូចមានលំអងផ្កាមានលំអងពោតលំអងស្រូវលំអងអីជាដើមដែលធ្វើអីទៅលំមាស់ខាងក្នុងនៃបំពង់កច្រមុះអញ្ចឹងបើមើលរបៀបព្យាបាលវិញគឺត្រូវការស្ពង់ហើយការស្ពង់នេះគឺស្ពង់ថ្នាំពរិទង់សួតហើយការស្ពង់មានឧបករណ៍ពី3ប្រភេទដែលអាចងាយស្រួលលឿនរហ័សជួយកុមារឲ្យដកដង្ហើមបានល្អគឺមូលហេតុដោយសារតែតងសួតស្ទះតងសួតបិទចង្អៀតណែនធ្វើឲ្យលំហូរខ្យល់អុកស៊ីសែនដែលដកចេញដកចូលនឹងមានបញ្ហាប្រើថ្នាំស្ពង់ប្រើថ្នាំប្រឆាំងអាលៀកដើម្បីឲ្យកុមារបានធូរស្បើយនៃការលំហូរនៃអុកស៊ីសែនក្នុងតងសួតនោះបានល្អជាងមុនហើយមានប្រភេទជាថ្នាំបាញ់ចូលក្នុងមាត់ដើម្បីឲ្យចូលថ្នាំលឿនរហ័សទៅក្នុងសួតក្រោយពីបានព្យាបាលធូរហើយកុមារត្រឡប់ទៅផ្ទះវិញជាមួយនឹងថ្នាំបាញ់ឬក៏ជាមួយនឹងថ្នាំលេបបន្តទៅផ្ទះហើយត្រូវជៀសវាងជាមួយនឹងកត្តាដែលធ្វើឲ្យមានការរើឡើងវិញនៃជំងឺហឺតនេះដូចបានរៀបរាប់អញ្ចឹង